ឥឡូវបងប្អូនទាំងគ្នាយើងចាំ refresh មើលវីដេអូមួយនេះតើវាឡើង view នៅបាទខ្ញុំដាក់ view ច្រើនដែរបាទឥឡូវយើងធ្វើការ refresh TikTok របស់យើង account TikTok របស់យើងនេះបងប្អូនទាំងគ្នាឃើញទេឡើង view នេះ 52k គឺឡើងលឿនណាស់សម្រាប់បងប្អូនដែលចង់បាន view TikTok កុំភ្លេចចូលទៅកាន់ website ដើរលេងដែលខ្ញុំដាក់ link ចុះឈ្មោះនៅខាងក្រោមវីដេអូហ្នឹងនេះបងប្អូនទាំងគ្នាឃើញអត់ឡើងលឿនណា 99k អូខេឡើងលឿនមែនតើឥឡូវយើងធ្វើការ refresh ទៀតមកបាទ 100k បាត់ឃើញហើយលឿនមែនតើបាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះគឺខ្ញុំមកធ្វើការអឺតម្លើង view បាទ boost TikTok ឲ្យមានចំនួន view ច្រើនណាបាទអញ្ចឹងគឺងាយទេហើយយើងបងប្អូនអរគ្នាចូលមកកាន់ website ដល់លេង sm.com ដែលខ្ញុំដាក់ link នៅខាងក្រោមវីដេអូហ្នឹងបាទវាយពាក្យថាបាទចុចតាម link ហ្នឹងមកគឺមកដល់គេទំព័រហ្នឹងបងប្អូនអរគ្នាបាទអញ្ចឹងបើសិនជាយើងពេចឲ្យធំក៏បានដែរសម្រាប់ website ហ្នឹងហើយបងប្អូនអរគ្នានៅក្នុងហ្នឹងគឺមានច្រើនសេវាកម្មណាមានទាំង Instagram TikTok Facebook បាទ follow YouTube អីហ្នឹងបងប្អូនចង់ទៅឡើងមួយណាក៏មានដែរបាទស្អីក៏មានដែរ follow Facebook ក៏មានដែរបងប្អូនគឺមានគ្រប់ social មានទាំងអស់ប៉ុន្តែថ្ងៃនេះគឺខ្ញុំចែកម្លែកបងប្អូនពីរបៀបក្នុងការទៅឡើង view បាទខ្ញុំមកធ្វើការទៅឡើង view ជាមួយនឹង TikTok ឥឡូវគឺយើងចូលមកកាន់TikTok របស់យើងបងប្អូនអ្នកនេះចូលមកបាទចូល TikTok យើងហើយយើងធ្វើការ copy នេះបងប្អូនយើង copy link ណាកន្លែងនេះយើង copy link មកបាទ copy link តាមទូរស័ព្ទក៏បានដែរធ្វើតាមទូរស័ព្ទក៏បានដែរឥឡូវខ្ញុំធ្វើតាមកុំព្យូទ័រហ្មងបាទហើយតបមកគឺយើងធ្វើការ pass link មកនេះ pass link នេះបាទអូខេយើង pass link មិញចូលមកចូលក្នុង website ហ្នឹងឥឡូវពេកធំហ្មងបាទចូល website ហ្នឹងមកបន្តមកទៀតកន្លែងquantity នេះគឺយើងកុំតាន់យើងយកនេះសិន category គឺយើងយក service view TikTok បងប្អូនយើងរកមើល view TikTok បាទព្រោះយើងទៅឡើង view ឥឡូវយើងរកមើល view TikTok នៅក្នុងហ្នឹងមានសេវាកម្មច្រើនណាស់បងប្អូនគ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាឆ្លាញ់មួយណាយកមួយហ្នឹងនេះ view TikTok អញ្ចឹងតម្លៃធូរថ្លៃទេនេះ 0.15 សេននេះណាបាទឥឡូវយើងដាក់មកដាក់ link ផា link ចូលអូខេផា link ចូលហើយយើងដាក់ចំនួន quantity មកអូខេអញ្ចឹងមួយសែន 0.15 សេនអូខេអញ្ចឹងរាយ10 100 1000 10000 សែនអូខេយើងដាក់ប៉ុណ្នេះមកអូខេយើងមួយសែនហ្មងបាទតោះមកយើងចុច submit មកបងប្អូនគ្នាបាទចុច submit មកតែប៉ុណ្ណឹងគឺអូខេយើងអាច order អញ្ចឹងវាចេញឲ្យបាទផ្ទាំងនេះអញ្ចឹងយើងបានធ្វើការ order ហើយបើយើងចង់ធ្វើការមើលទៅលើការ order យើងចូលលេងការ order នេះមកហើយបើសិនជាបងប្អូនចង់ដល់គ្នាចង់ដាក់ប្រាក់ចូលពេលថា add fund នេះ add fund នេះបាទ add fund ហ្នឹងហើយបងប្អូនធ្វើការដាក់ប្រាក់មកបងប្អូនដាក់ប៉ុន្មានកន្លែងនេះឡាម៉ននេះយើងដាក់មក$5អញ្ចឹងទៅហើយយើងចុច pay បងប្អូនធ្វើការចុច pay ទៅវាចេញ QR code ឲ្យបងប្អូនធ្វើការដាក់ប្រាក់អីអញ្ចឹងយើងបាញ់តាមរយៈកុងធនាគារស្រុកខ្មែរយើងណាបងប្អូនយើងកុងធនាគារស្រុកខ្មែរយើងនេះមកបាទ AFA វិញអីហ្នឹងឥឡូវយើងចាំមើលមើលតើវាឡើងហ្នឹងយើងអាចធ្វើការ refresh វាមកឥឡូវចាំបានទុកសិនបងប្អូនគ្នាបាទ